បាទសួស្តីបងថ្ងៃនេះខ្ញុំធ្វើវីដេអូជូនបងសម្រាប់ពីរបៀបប្រើប្រាស់នៃម៉ូទ័រឆក់កដោយើងណាបាទនេះគឺរូបរាងវាគឺអញ្ចឹងណាបងនេះជាប្រភេទជ័រដែលជ័រដែលយើងទិញពីទីផ្សារមកសម្រាប់យកមកតម្លើងអញ្ចឹងណាហើយនៅលើនេះមានចង្ហាល់មួយហើយផ្នែកចំហៀងនេះមានកុងតាក់មួយបាទនេះជាកុងតាក់របស់វាគឺសម្រាប់យើងបិទបើកភ្លើងហើយភ្លើងនេះគឺជាភ្លើងសម្រាប់សម្គាល់ថាមានភ្លើងចូលនៅក្នុងដុំណាបងហើយចំពោះភ្លើងពណ៌ក្រហមនេះគឺជាភ្លើងដែលសម្គាល់ថាមានសัตว์ជាប់ឬក៏អត់ចឹងណាបងបាទវីដេអូនេះសម្រាប់ធ្វើជូនបងចឹងណាបងឥឡូវយើងចាប់តាគៀបទាំងអស់គ្នាហើយនេះជាប្រភេទថ្មលីស្យូមដែលយើងយកមកជំនួសអគុយបាទហើយយើងចាប់តាគៀបកាលណាយើងចាប់តាគៀបភ្លើងនេះវាដំណើរការហើយចង្ហាល់នេះក៏វិលដែរបងបាទប៉ុន្តែដុំភ្លើងយើងអត់ទាន់ដំណើរការទេគឺទាន់តែយើងកាច់វាចុះក្រោមអញ្ចឹងបងកាច់ចុះក្រោមទៅវាដុំភ្លើងយើងវាដំណើរការហើយបងចាំមើលខ្ញុំកាច់ហើយបាទគឺម៉ូទ័រយើងគឺដំណើរការណាបងណាបាទហើយម៉ូទ័រដំណើរការយើងមើលខ្ញុំគោះភ្លើងឲ្យបងមើលនេះគឺខ្សែរបស់វាបងខ្សែអានេះយើងដាក់លើស្លឹកឈើទេបងណាបាទគឺពេលដែលយើងមានស្លឹកឈើហ្នឹងយើងដាក់ទៅវាមាននេះឃើញវាមានវាឆក់ស្លឹកឈើអញ្ចឹងណាបងឃើញវាឆក់ស្លឹកឈើឡើងហុយហ៎បងកាលណាវាជាប់សัตว์គឺវាឆក់របៀបហ្នឹងបាទហើយពេលយើងបិទដំណើរការគឺយើងកាច់ឡើងលើចំពោះម៉ូទ័រនេះគឺយើងចាប់តង្កៀបហើយចាំយើងបើកកុងតាក់ឥឡូវយើងដាក់ខ្សែគោះភ្លើងឲ្យបងមើលហើយយើងដាក់ដង្កាប់លើអញ្ចឹងទៅដាក់ដង្កាប់លើខ្សែភ្លើងមកដើម្បីគោះភ្លើងឥឡូវយើងកាច់កុងតាក់ឡើងវិញឥឡូវយើងគោះភ្លើងមើលកាលណាយើងពេលដែលយើងគោះភ្លើងទៅគឺភ្លើងពណ៌ក្រហមយើងវាចាប់ដើមលោតឃើញទេបងនេះកាលណាយើងគោះទៅភ្លើងហ្នឹងវាលោតភ្លើងពណ៌ក្រហមវាជាភ្លើងសញ្ញាដែលបានន័យថាមានសัตว์ជាប់ឬក៏វាខ្សែប៉ះគ្នាក៏លោតភ្លើងនឹងដែរកាលណាសัตว์មកភ្លើងក្រហមហ្នឹងវាលោតដែរកាលណាឆក់សัตว์ណាឃើញទេអានេះចំពោះស្លឹកឈើយើងដាក់ទៅវាឆេះអញ្ចឹងណាបងកាលណាជាប់ស្លឹកឈើឬក៏ជាប់សំណើមអីគឺវាឆេះដាច់ខ្លួនវាអញ្ចឹងតែម្ដងចំពោះសំណើមបើជាប់តិចគឺវាអត់លោតទេតែបើជាប់សំណើមខ្លាំងគឺភ្លើងក្រហមហ្នឹងគឺវាលោតបើយើងគូសភ្លើងក្រហមវាលោតអញ្ចឹងមក
វាប្រើប្រាស់វាគឺមានតែប៉ុណ្្នឹងទេបងណាបាទទី1លើកលោកដៃទៅប៉ះចង្ហាបងទី1ភ្លើងជាប់សាត់គឺវាលោតភ្លើងពណ៌ក្រហមហើយនេះជាភ្លើង stand by របស់វាសម្រាប់យើងមើលអញ្ចឹងណាហើយនេះគឺជាថ្មលីស្យូមខ្ញុំអត់មានអាគុយខ្ញុំមានតែថ្មលីស្យូមសម្រាប់តេស្តឲ្យបងមើលអញ្ចឹងណាបងបាទអញ្ចឹងហាលវាក៏វងវល់អញ្ចឹងកាលណាយើងដកតាគៀបទៅចង្ហាលហ្នឹងហើយចំពោះភ្លើងគឺវារលត់ទាំងអស់អញ្ចឹងណាកាលណាយើងចាប់ភ្លើងចាប់ជាមួយអាគុយគឺភ្លើងនេះមួយវាប្រាប់ថាភ្លើងហ្នឹងវាដំណើរការហើយប៉ុន្តែដុំវាអត់ទាន់ដំណើរការទេកាលណាយើងកាច់មកក្រោមចេះបានដុំដំណើរការកាលណាយើងចាប់តាគៀបទៅគឺភ្លើងហ្នឹងភ្លឺចំពោះភ្លើងនេះភ្លឺមួយហើយនឹងចង្ហាល់វាវិលតែម្ដងហើយបើយើងបើកឲ្យដុំដំណើរការតើយើងកាច់មកក្រោមចេះដុំដំណើរការហើយពេលណាដុំដំណើរការវាស្រែកឬជេរហូតចឹងណាបាទវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងបាទអរគុណច្រើន